ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំម្ចាស់ត្រង់ស្ដេចបាសីដីវិសាទហើយមិនថាមិនបានថតក្នុងឡាននិយាយពីរឿងការងារដាក់មេបាមន់ថតក្នុងឡានខ្លាចគេអត់ដឹងមែនទេបងប្អូនសារថានៅខ្ញុំនេះបើសិនជាថ្ងៃគេធ្វើការថ្ងៃសៅរ៍អាទិត្យឬថ្ងៃបុណ្យអញ្ចឹងគេចាក់បាសចាក់អីវាបាក់ស្ដាប់អញ្ចឹងណាហើយអញ្ចឹងខ្ញុំក៏សម្រេចចិត្តថាខ្ញុំមកថតនៅក្នុងឡានដើម្បីបងប្អូនស្រួលស្ដាប់ថ្ងៃនេះខ្ញុំមកវេកញ៉ៃហើយនឹងមកប្រាប់បងប្អូនពីរឿងការដាក់ឈុតមេបាគឺខ្ញុំមានឈុត800 5ឈុតហើយឈុតមេបាតម្លៃ800ដាក់5ឈុតនេះគឺទទួលបានមេ4ពីមុនតែ3ទេឥឡូវខ្ញុំថែមឲ្យមួយគឺមេ4ឈ្មោលមួយហើយខ្ញុំបញ្ជាក់បន្តិចខ្ញុំត្រូវការអ្នកស្មោះត្រង់ពិតប្រាកដណាហើយបើបងប្អូនសួរមិនបាច់សួរខ្ញុំថាដាក់មេបាហើយទិញកូនវិញអត់ទេបងប្អូនមើលមុខស្ដេចបាសីដីភាសាឲ្យច្បាស់ហើយបងប្អូនចូលទៅមើលវីដេអូចាស់របស់ខ្ញុំទាំងអស់គឺខ្ញុំដាក់ឈុតមេបាខ្ញុំទិញកូនយើវាសឹងរាប់រយវីដេអូបងប្អូនខ្ញុំទៅចាប់ខ្ញុំថតលំអិតឲ្យបងប្អូនមើលវាសឹងគ្រប់សកម្មភាពហើយអាទៅដាក់ក៏មានណាហើយពេលមួយឆ្នាំក្រោយបានកូនខ្ញុំទៅចាប់វិញក៏មានអញ្ចឹងបងប្អូនពិចារណាតាមការគួរឲ្យបាច់សួរខ្ញុំថាដាក់ឲ្យចាប់កូនអត់ទេព្រោះយើងមានកដាស់កិច្ចសន្យាលេខលាក់ជាអក្សរត្រឹមត្រូវហើយខ្ញុំ5ឈុតនេះខ្ញុំហេតុផលខ្ញុំថាហេតុអីបាទខ្ញុំត្រូវដាក់5ឈុតទាំងពីមុនខ្ញុំដាក់25ឈុតហើយ25ឈុតនោះបច្ចុប្បន្នគឺនៅសល់តែ22ឈុតទេ22ឈុតនោះប្រហែលជាមានអ្នកខ្លះហ្នឹងទៅមុខអត់រួចទៀតដោយសារក៏អត់ចេះចិញ្ចឹមទេក៏ដាក់ទៅងាប់ក៏អត់ចេះចិញ្ចឹមអញ្ចឹងប្រហែលខ្ញុំដាក់5ឈុតបន្ថែមពីលើអាចំនួនមុនឲ្យគ្រប់ចូល25ឈុតវិញអញ្ចឹងបងប្អូនដែលចង់ដាក់អាចតំណែងខ្ញុំបានតារាងតម្លៃខ្ញុំដាក់នៅលើវីដេអូនេះឲ្យបងប្អូនមើលក៏បានតែដាក់ចឹងបាទមើលបងទូចណាឥឡូវបងប្អូនឆាតចូល Telegram ខ្ញុំ0964 438មកហើយខ្ញុំមកលើកហេតុផលថាបងប្អូនមួយចំនួនគាត់និយាយថាបងខ្ញុំចង់ដាក់ឈុតមេបាមួយថ្ងៃតែខ្ញុំចង់ឲ្យបងទិញតារាងតម្លៃទិញមន់ចូលវិញដូចម្នាក់នេះដូចម្នាក់នោះដូចបងនេះដូចបងនោះបងប្អូនទៅទិញមន់គាត់ត្មងទៅព្រោះហេតុអីគេដាក់មេបាថ្លៃជាងខ្ញុំប៉ុន្តែបានផលឲ្យខ្ញុំទិញដូចគេមិនត្រូវឈុតគេដាក់សល់1000 1500 2000ហើយដល់ពេលខ្ញុំឈុត800 1000អីហ្នឹងហើយពីមុនខ្ញុំដាក់មានឈុត600ទៀតហ្នឹងហើយឲ្យខ្ញុំទៅទិញតារាងតម្លៃដូចគេខ្ញុំមិនធ្វើកើតបងប្អូនទៅទិញគាត់នោះដាក់គាត់នោះហើយបងប្អូនពេញចិត្តតារាងតម្លៃគាត់ទិញគាត់ទៅប៉ុន្តែបងប្អូនត្រូវចាំថាបងប្អូនមនុស្សទៅឆាប់ជឿគេឆាប់ចាញ់បោកគេហើយប្រយ័ត្នផលិតបានហើយពិបាកប្រយ័ត្នផលិតហើយវេទនាបើខ្ញុំបញ្យល់បងប្អូនអស់អាចអស់នំហើយអស់ហើយវីដេអូដែលខ្ញុំទៅចាប់ក៏មានអីក៏មានដែរខ្ញុំទិញបងប្អូនមកគ្រាប់តែ60ទេគេទិញចូល100 ជាងខ្ញុំសួរថា100 ជាងយកទៅលក់ឲ្យអ្នកណាមន់ពេញចូលគីឡូ30គីឡូហ្នឹងទិញចូល100យកទៅលក់ឲ្យអ្នកណាបើខ្ញុំ60ខ្ញុំលក់វិញ100បងប្អូនមានគិតកម្លាំងពលកម្មខ្ញុំទៅចាប់ហើយចាក់សាំងឡានទៅចាប់អត់ហើយនៅមកវិញទៀតហើយនៅពេលបងប្អូនទិញពីខ្ញុំពីផ្ទះខ្ញុំនេះទៅភ្នំពេញអស់20000ទៀតអញ្ចឹងបងប្អូនផាត់ខ្ញុំចំណេញមកគ្រាប់ខ្ញុំគិតឲ្យអស់អាចអស់ណូមខ្ញុំបានតែមកគ្រាប់$10ឬក៏$15ទេអញ្ចឹងបងប្អូនសួរថាបើបងប្អូន$15មិនហ៊ានឲ្យខ្ញុំចំណេញបងប្អូនទៅទិញគេចោះខ្ញុំអត់ខឹងទេប៉ុន្តែបងប្អូនត្រូវពិចារណាចំណុចមួយបានច្បាស់ថាប្រកាសហើយប្រយ័ត្នវេទនាទីផ្សារមន់បងប្អូនខ្លួនឯងក៏ស្រែកថាពិបាកប្រកាសហើយពិបាកលក់ចេញអីចុះគេទិញយើងមកគ្រាប់100ជាង150គេទៅលក់មកគ្រាប់ម៉ានខ្ញុំសួរថាគេយកលក់មកគ្រាប់ម៉ានឬក៏មន់គេនឹងវាល្អខ្លាំងហ្មងឬមិនបងប្អូនល្អខ្លាំងហ្មងហើយអាហ្នឹងតែពេលប្រក្រប100ជាងអ្នកណាគេអ្នកទិញពីយើងទៅវិញបើខ្ញុំមកខ្ញុំតើអ្នកធ្វើម្ដងអីអ្នកធ្វើម្ដងអ្នករងចាក់មានពូអ្នកធូធីអ្នកចកាអ្នកអីម្ចាស់ចកាម្ចាស់អីមួយអីហ្នឹងហើយបើនិយាយថាសរុបហ្មងភ្ញៀវធំហ្មងភ្ញៀវច្រើនហ្មងអ្នកធ្វើរោងចក្រអ្នកអំណង់អ្នកបើកឡានអីហ្នឹងហើយគាត់ទៅរលុយណាបើទិញចូលមកគ្រាប់150អីហើយ100អីហើយខ្ញុំលក់មកណាលក់200 250អញ្ចឹងហើយ250គ្នាមានលុយទិញដែរហើយដូចគាត់អ្នកស្រឡាញ់នឹងស្នេហាវិស័យបាក់សីកីឡាហ្នឹងចង់ជួលថ្ងៃសៅរ៍អាទិត្យលេងនេះមានលុយដែរទិញតែ2ដងអស់ប្រាក់ខែនោះប្រពន្ធវាយឈួតហ្មងអញ្ចឹងយើងពិចារណាទាំងអស់គ្នាថាយើងគួរកំណត់តារាងតម្លៃណាមួយឲ្យបានត្រឹមត្រូវអត់ថាតម្លៃខ្ញុំទិញ60ខ្ញុំចាក់សាំងឡានទៅហើយខ្ញុំទៅកន្លងពលកម្មរបស់ខ្ញុំហ្នឹងយើងថាមួយគ្រាប់វាអាចឡើងដល់75អីចឹងទៅណា75អីចឹងទៅហើយខ្ញុំលក់100ហើយដែរឃើញភ្ញៀវណាទិញមន់មួយគ្រាប់100ឲ្យ100អញ្ចឹង90បានណាបង80បានណាបងយើងដែរឃើញត្រូវអញ្ចឹងវាមិនថេររហូតទេអញ្ចឹងគួរអាណិតខ្ញុំអ្នកលក់ខ្លះដែរហ
ហើយបើបងប្អូនគាត់ថាបងចំណេញច្រើនបងឯងលក់វិញហើយខ្ញុំអ្នកប្រកាសឲ្យបងឯងលក់បងឯងដាក់មេបាហើយខ្ញុំពេលខ្ញុំទៅចាប់មន់ពីបងឯងដឹកចេញពីផ្ទះមកបងឯងផុតតែពីជាហ៊ានងាប់ទំនួលខុសត្រូវខ្ញុំហើយពេលដែលបដផ្ទះខ្ញុំថែទាំហើយខ្ញុំផ្ញើឲ្យភ្ញៀវងាប់ខ្ញុំដូរភ្ញៀវខ្ញុំបងឯងមានណាយកលុយហើយផុតហ្នឹងអញ្ចឹងយើងឲ្យវាមានគេហៅថាមនោចេតនាទាំងអស់គ្នាថាកុំចង់រស់តែឯងពេកហើយក៏អ្នកលក់ដូចជាខ្ញុំនេះក៏កុំចង់មានតែឯងពេកយើងចែកគ្នារស់ទាំងអស់គ្នាអញ្ចឹងហើយខ្ញុំអត់ដឹងថាគេដាក់ឈុតមេបាមុនខ្ញុំឬខ្ញុំដាក់មុនគេខ្ញុំអត់ដឹងទេប៉ុន្តែខ្ញុំ3ឆ្នាំហើយចឹងបងប្អូនទៅគិតមើលទៅមើលវីដេអូខ្ញុំវិញផុសតាំងមានខ្ញុំដាក់3ឆ្នាំហើយខ្ញុំជឿជាក់ថាវីដេអូទៅដាក់ឈុតមេបានឹងចាប់ខ្ញុំច្រើនជាងគេខ្ញុំថតច្រើនផុសច្រើនតែដឹងថាបងដែលគាត់ដាក់ឈុតមេបាហ្នឹងគាត់ផុសដែរតែខ្ញុំអត់ឃើញមែនអត់ដឹងទេណាប៉ុន្តែខ្ញុំឃើញវីដេអូទាំងអស់ខ្ញុំច្រើនជាងគេមែនគឺខ្ញុំធ្វើច្រើនណាពោះហេតុអីអ្នកចង់បងប្អូនណានៅមានចង្អល់ទេសួរអីសួរហើយទៅហើយចាំទៅដាក់ហើយខ្ញុំបញ្ជាក់មួយទៀតអ្នកដែលដាក់មេបាមួយខ្ញុំហើយខ្ញុំទៅដកវិញគឺអត់ស្មោះត្រង់មេណាបាណាប្រកាសមេនឹងបាហ្នឹងតែបន្លំតែយើងទៅឃើញឬក៏ផ្្លាត់ស្នៀតគេយើងចាប់បានគឺយើងប្រឈប់ហើយតែប្រឈប់អាក្រក់គ្នាហើយព្រោះបងប្អូនអ្នកទិញមេបាយកទៅប្រកាសពីខ្ញុំបងប្អូនត្រូវចាំថាបងប្អូនអត់ស្មោះត្រង់ជាមួយខ្ញុំស្មើនឹងខ្ញុំកុហកអ្នកទិញតកុហកតគ្នាអញ្ចឹងមិនយូរឯងយើងនឹងអាលាយហិនហោចដោយសារអីមន់អត់គុណភាពគេមិនទិញយើងទៀតអញ្ចឹងណាអធិស្ឋានបងប្អូនគីគុកផ្ដាសាយអញ្ចឹងបងប្អូនស្មោះត្រង់មួយខ្ញុំស្មោះត្រង់មួយភ្ញៀវយើងត្រូវតែស្មោះត្រង់ជាមួយភ្ញៀវបើអត់ស្មោះត្រង់ជាមួយភ្ញៀវទេយើងងាប់ហ្មងងាប់បាត់ទីផ្សារឯងហ្មងអញ្ចឹងយកចង់បានអញ្ចឹងទេបងប្អូនត្រូវតែយកគ្នាកន្លែងហ្នឹងហើយខ្ញុំគិតថាវីដេអូនេះខ្ញុំបកស្រាយអស់ហើយបងប្អូនខ្ញុំបកស្រាយអស់ហើយការដាក់ឈុតមេបារបស់យើងទៅដល់មានធ្វើកិច្ចសន្យាធ្វើកណ្ដាស់ស្នាមត្រឹមត្រូវថ្លៃដឹករបស់ខ្ញុំ 100000 រៀលខ្ញុំដល់ពីផ្ទះខ្ញុំទៅដាក់មេបា 100000 ហើយខ្ញុំបាច់សួរខ្ញុំទេថាបងបើឯងទិញប៉ុណ្ណេះគេទិញប៉ុណ្ណោះបើឯងទិញដូចគេបានអត់ទៅទិញគេត្មងទៅបាច់សួរខ្ញុំទេខ្ញុំមិនទិញដូចគេទេបើទិញដូចគេខ្ញុំងាប់ចាអរគុណបងប្អូនតែប៉ុណ្្នឹងទេអញ្ចឹងសង្ឃឹមបងប្អូនយល់ណាអរគុណច្រើនបងប្អូន